សួស្តីអ្នកស្នេហាវិស័យសត្វបង្កេតទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកវិញជាមួយនឹងភាគថ្មីហើយភាគនេះមិនត្រឹមតែជាការដោះស្រាយរឿងក្តីឃាតកម្មដ៏ស្មុគស្មាញប៉ុណ្ណោះទេប៉ុន្តែវាបង្កប់នូវរឿងរ៉ាវស្នេហាដ៏សែនជឿចាប់និងការលះបង់នៅស្មារតីម្ដងផងដែរប៉ុន្តែពីមុននឹងយើងចាប់ផ្ដើមនៅសាច់រឿងនេះសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាហើយកុំឲ្យខាតពេលវេលាយូរតោះទៅតាមដានសាច់រឿងទាំងអស់គ្នាដែលសាច់រឿងវគ្គនេះចាប់ផ្ដើមឡើងនៅពេលដែល Conan រ៉ាននិងមិត្តភក្តិរបស់គេដែលមានឈ្មោះថា Sonoko បានទៅចូលរួមកម្មវិធីមង្គលការរបស់អតីតគ្រូបង្ហាត់តន្ត្រីរបស់ពួកគេហើយពួកគេក៏បានសំណេះសំណាលគ្នាអំពីអ្នកគ្រូកាលពីនៅបង្រៀនពួកគេផងដែរបន្ទាប់មកពួកគេក៏បានទៅជួបអ្នកគ្រូនៅឯបន្ទប់កូនក្រមុំហើយពួកគេពិតជារំភើបខ្លាំងណាស់នៅពេលដែលពួកគេបានឃើញអ្នកគ្រូគ្រោងឈប់កូនក្រមុំពិតជាស្អាតខ្លាំងណាស់ដែលអ្នកគ្រូមានឈ្មោះថាសាយូរីដែលបន្ទាប់មករ៉ាននិងសូយូកូបានបើកម៉ាស៊ីនថតវីដេអូដើម្បីថតទស្សនភាពក្នុងពិធីមង្គលការទុកជូនអ្នកគ្រូដែលខណៈពេលនោះមានស្ត្រីម្នាក់ដែលនាងមានឈ្មោះថាកាស៊ូមីដែលជាមិត្តភក្តិរបស់អ្នកគ្រូកាលនៅរៀនមហាវិទ្យាល័យដែលអ្នកនាងកាស៊ូមីបានទិញនៅតែក្រូចឆ្មាចំនួន2កំប៉ុងជូនទៅឲ្យអ្នកគ្រូសាយូរីដែលដឹងថាអ្នកគ្រូសាយូរីគឺចូលចិត្តនៅតែក្រូចឆ្មាកំប៉ុងនេះណាស់ហើយអ្នកគ្រូសាយូរីសម្លឹងមើលកាស៊ូមីហើយក៏និយាយពាក្យថាសំទោសហើយទៅយល់ដឹងថាកូនកំណោះរបស់អ្នកគ្រូសាយូរីគឺជាអតីតសង្សារចាស់របស់អ្នកនាងកាស៊ូមីហើយកាស៊ូមីបានទះគូអ្នកគ្រូសាយូរីរួចក៏ញញឹមដើរចេញពីបន្ទប់នោះទៅបន្ទាប់មកក៏មានបរិសុទ្ធមុខកាយម្នាក់បានចូលមកក្នុងបន្ទប់កូនក្រមុំហើយបរិសុទ្ធម្នាក់នោះគឺជាឪពុករបស់អ្នកគ្រូសាយូរីដែលគាត់មានឈ្មោះថាគីយ៉ូណាហ្កាដែលគាត់ជាមេប៉ោះនៅតំបន់នេះហើយក៏ជាមេរបស់លោកអធិការមេកឺរីផងដែរហើយលោកណាហ្កាបាននិយាយទៅកាន់កូនស្រីគាត់ថាគាត់ពិតជាមិនសូវពេញចិត្តនឹងកូនប្រសាប្រុសរបស់គាត់សោះប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែគោរពការសម្រេចចិត្តរបស់កូនស្រីរបស់គាត់ជានិច្ចហើយគាត់បានហាមឲ្យកូនស្រីគាត់កុំសូវផឹកគ្រឿងកំប៉ុងច្រើនពេកព្រោះវាមិនសូវល្អដល់សុខភាពនោះឡើយហើយពីមុនដែលលោកណាហ្កាបានចាក់ចេញទៅលោកណាហ្កាបាននិយាយទាំងក្រក់គ្រួទៅកាន់កូនស្រីថាកូនពិតជាស្អាតណាស់ក្នុងថ្ងៃនេះបន្ទាប់មកយើងក៏មានឃើញកូនសិស្សម្នាក់ទៀតដែលគាត់មានឈ្មោះថាយូមេមីយ៉ាបានចូលមកជូនការកលាបជូនដល់អ្នកគ្រូសាយូរីបន្ទាប់មកទើបយើងដឹងថាប្រុសម្នាក់នេះធ្លាប់លួចស្រឡាញ់អ្នកគ្រូខ្លួនឯងកាលនៅអនុវិទ្យាល័យហើយលោកមីយ៉ាក៏បានកាន់កំប៉ុងតែរបស់អ្នកគ្រូសាយូរីដោយមនុស្សពីរនាក់មុនដែរហើយគិតថាខ្លួនឯងស័ក្តិសមនឹងធ្វើឲ្យអ្នកគ្រូមានសុភមង្គលជាងបន្ទាប់ពីនិយាយបែបនេះហើយគាត់ក៏បានចាក់ចេញពីបន្ទប់នោះទៅហើយខណៈពេលនោះរ៉ាននិងសូណូកូឃើញថាថ្មម៉ាស៊ីនថតជិតអស់ក៏ទុកម៉ាស៊ីនថតចោលនៅលើតុហើយចេញទៅទិញថ្មនៅហាងដែលបន្សល់ទុកឲ្យអ្នកគ្រូសាយូរីហើយនិងខូណាននៅតែពីរនាក់ដោយសារតែនៅតែពីរនាក់ខូណានអ្នកគ្រូសាយូរីក៏បាននិយាយអំពីស្នេហាគ្រាដំបូងគាត់ឲ្យទៅកាន់ខូណានបានស្ដាប់ហើយស្នេហាដំបូងរបស់សាយូរីគឺជាកូនប្រុសរបស់ម្ចាស់ហាងលួចចាប់មួយនៅក្បែរផ្ទះហើយគេតែងតែការពារសាយូរីពីការធ្វើបាបរបស់ក្មេងៗដទៃហើយមូលហេតុដែលសាយូរីចូលចិត្តតែក្រូចឆ្មាក៏ព្រោះតែស្នេហាដំបូងរបស់គាត់ផងដែរហើយក្មេងប្រុសម្នាក់នោះតែងតែលួចតែក្រូចឆ្មាពីហាងម្ដាយរបស់គេយកមកឲ្យសាយូរីបានផឹកហើយខណៈពេលដែរសាយូរីរៀបនឹងនិយាយបន្តរួចទៅហើយស្រាប់តែកូនកំលោះដែលគាត់មានឈ្មោះថាតូស៊ីហ៊ីកូបានចូលមកក្នុងបន្ទប់នេះផងដែរហើយតូស៊ីហ៊ីកូក៏បានយកកំប៉ុងពីដៃពីសាយូរីដោយនិយាយថានាងផឹកតែភេសជ្ជៈថោកៗប៉ុន្តែទឹកមុខរបស់សាយូរីពេលមើលទៅតូស៊ីហ៊ីកូគឺប្លែកបន្តិចពេលនោះរ៉ានហើយនិងសូណូកូក៏បានត្រឡប់មកពីទិញថ្មកាមេរ៉ាវិញហើយតាមសម្ដីសូណូកូកូនកំលោះតូស៊ីហ៊ីកូគឺជាកូនអ្នកមានប៉ុន្តែជាមនុស្សមិនមើងម៉ាត់និងមិនអាចពឹងពាក់បានធ្វើឲ្យមានការវាយតម្លៃមិនល្អសូម្បីតែក្នុងចំណោមគ្រួសារអភិជនបន្ទាប់មកពួកគេក៏បានចេញពីកន្លែងរង់ចាំរបស់កូនក្រមុំដោយសារតែកម្មវិធីក៏បានចាប់ផ្ដើមស្រាប់តែពួកគេដើរចេញទៅមិនទាន់ទាំងប្រមាណផងស្រាប់តែឮសំឡេងកំប៉ុងធ្លាក់ធ្វើឲ្យពួកគេត្រឡប់ទៅបន្ទប់រង់ចាំវិញហើយអ្វីដែលពួកគេបានឃើញគឺឃើញអ្នកគ្រូគួរឈាមហើយសន្លប់បាត់បង់ស្មារតីបាត់ទៅហើយភ្លាមគ្រូពេទ្យក៏បានដឹកអ្នកគ្រូសាយូរីយកទៅពេទ្យហើយប៉ូលីសបានដាក់ការសង្ស័យទៅលើបុគ្គលប្រមាណនាក់ដែលបុគ្គលនោះមានដូចជារ៉ានសូណូកូខូណានកាស៊ូមីយូមេមីយ៉ាគីយ៉ូណាហ្កានិងតូស៊ីកូសុទ្ធតែស្ថិតនៅក្នុងបញ្ជីជនសង្ស័យហើយខណៈពេលនោះរ៉ានក៏បាននៅឃើញថានាងបានថតវីដេអូនៅហេតុការណ៍នេះទាំងអស់រួចលោកប៉ូលីសមេការីក៏បានចាក់វីដេអូនោះមើលដើម្បីស្វែងរកឃាតករហើយក្នុងអំឡុងពេលដែលប៉ូលីសកំពុងតែស៊ើបអង្កេតខណៈពេលនោះទៅយល់ដឹងថាតាមពិតទៅតូស៊ីហ៊ីកូនេះគឺជាសង្សារចាស់របស់អ្នកគ្រូសាយូរីគ្រាន់តែពួកគេមិនបានដឹងពីគ្នាអ្វីទាំងអស់ដែលបន្ទាប់មកខូណានក៏បានរកឃើញចំណុចគន្លឹះដ៏សំខាន់មួយពីវីដេអូនោះដែលមុនពេលកើតហេតុសូណូកូបានដាក់កំប៉ុងតែរបស់នាងនៅក្បែរកំប៉ុងតែរបស់អ្នកគ្រូហើយក៏មានការច្រឡំកំប៉ុងគ្នាកើតឡើងដែលកំប៉ុងអ្នកគ្រូសាយូរីកំពុងតែញ៉ាំនោះតាមពិតគឺជាកំប៉ុងរបស់សូណូកូ
ហើយឃាតករបានប្រើល្បិចដាក់ថ្នាំពុលនៅក្នុងកន្សោមមួយដើម្បីពន្យាពេលឲ្យថ្នាំនឹងរលាយហើយសម្រាប់អាកន្សោមហ្នឹងខ្ញុំសូមតែបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចថ្នាំកន្សោមហ្នឹងថ្នាំរបៀបថាយើងមូលទៅហើយវាចេញថ្នាំមកហ្នឹងហើយដល់ថ្នាំហ្នឹងយើងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ចុះបន្ទាប់ពីផ្ទៀងផ្ទាត់ផុសតាងនិងកាត់ចោលជនសង្ស័យ Conan រកឃើញថាមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានឱកាសដាក់ថ្នាំពុលនោះហើយភ្លាមៗ Conan បានប្រើនាឡិកាបាញ់ថាសសណ្ដំដាក់សនគរឲ្យដេកហើយចាប់ផ្ដើមបកស្រាយនៅរឿងក្តីទាំងមូលហើយ Conan ក្នុងសំឡេងសនគរបាននិយាយប្រាប់អ្នកគ្រប់គ្នាថាអ្នកគ្រប់គ្នាខ្ញុំស្វែងរកឃាតករឃើញហើយអ្នកដែលដាក់ថ្នាំបំពុលអ្នកគ្រូសាយូរីនោះគឺ Toshihiko ដែលជាកូនកំលោះនេះឯងហើយផុសតាងគឺស្ថិតនៅលើកំប៉ុងតែនិងពេលវេលាសារធាតុពុលត្រូវការប្រអប់បិទជិតនិងសារធាតុជំនួយដើម្បីកុំឲ្យវារលាយលឿនពេកហើយក្នុងចំណោមអ្នកទាំងអស់គ្នាមានតែលោក Toshihiko ទេដែលចេញទៅក្រៅបន្ទប់ហើយប៉ូលីសក៏បានរកឃើញប្រអប់ដាក់ថ្នាំពុលដែលគេបានបោះចោលនៅក្បែរនោះដែរហើយភ្លាមៗដែលត្រូវបានគេបកក្រាននៅកន្លបែរបស់ខ្លួនលោក Toshihiko ក៏បានសារភាពថាគេធ្វើបែបនេះគឺដើម្បីសងសឹកទៅលើឪពុករបស់អ្នកគ្រូសាយូរីដែលជាលោក Naga នេះឯងហើយមូលហេតុនោះគឺដោយសារកាលពី20ឆ្នាំមុនលោកស្នងការបានដេញចាប់អ ក្រិតជនហើយបានបើកឡានបកម្ដាយរបស់លោក Toshihiko ដោយអចេតនាហើយជំនួសពីការជួយលោកស្នងការបានស្រែកឲ្យលោក Toshihiko កាលនៅពីក្មេងនោះថយចេញដើម្បីឲ្យគាត់ទៅចាប់ចោលតែជាអកុសលម្ដាយរបស់លោកបានស្លាប់នៅពេលនោះទៅតែកាលពីពេលនោះមក Toshihiko ត្រូវបានគេយកទៅចិញ្ចឹមប៉ុន្តែភ្លើងគំនុំមិនដែលរលត់ឡើយហើយគេក៏បានចូលមុខក្នុងជីវិតរបស់សាយូរីដើម្បីសម្លាប់នាងក្នុងគោលបំណងឲ្យលោកស្នងការស្គាល់រសជាតិឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់តែកំពុងតែសារភាពលោក Toshihiko ទីបំផុតទើបដឹងថាតាមពិតទៅអ្នកគ្រូសាយូរីគឺជាស្នេហាដំបូងរបស់គាត់ដែលគាត់ធ្លាប់ឲ្យតែក្រូចឆ្មាទៅឲ្យនោះឯងអ្វីដែលធ្វើឲ្យរឿងនេះកាន់តែរំជើបចិត្តនោះគឺអ្នកគ្រូសាយូរីបានដឹងខ្លួនមុនថាតែនោះគឺមានថ្នាំពុលហើយពេលដែលអ្នកគ្រូឃើញលោក Toshihiko ដាក់ថ្នាំក្នុងកំប៉ុងគាត់ក៏ដឹងភ្លាមថា Toshihiko គឺចង់សងសឹកប៉ុន្តែដោយសារតែក្តីស្រឡាញ់និងចង់លុបលាងកំហុសជំនួសឪពុកអ្នកគ្រូសុខចិត្តញ៉ាំតែដែលមានថ្នាំពុលនោះទាំងដឹងខ្លួនដើម្បីឲ្យលោក Toshihiko បញ្ឈប់ការស្អប់ខ្ពើមហើយកុំឲ្យខ្លាចជាឃាតករពេញទីហើយខណៈពេលនោះក៏មានប៉ូលីសមួយមករាយការណ៍ថាអ្នកគ្រូសាយូរីបានផលពីគ្រោះថ្នាក់ដល់ជីវិតហើយដែលលោកគ្រូពេទ្យបានវះកាត់យកជាតិពុលចេញពីខ្លួនរបស់អ្នកគ្រូបានជោគជ័យហើយអ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានលើដំណឹងនេះហើយចំណែក Toshihiko វិញក្រោយដឹងពីការពិតថាសាយូរីស្រឡាញ់គេដល់ថ្នាក់ហ៊ានលះបង់ជីវិតគេក៏បានភ្ញាក់រលឹកនិងសោកស្ដាយយ៉ាងខ្លាំងហើយប្រហែលថ្ងៃក្រោយមកអ្នកគ្រូសាយូរីក៏បានជាពីថ្នាំពុលហើយគាត់ក៏បានទៅផ្ដល់ចម្លើយនៅតុលាការថានាងស្ម័គ្រចិត្តញ៉ាំថ្នាំពុលនោះដោយខ្លួនឯងដែលធ្វើឲ្យលោក Toshihiko ទទួលបានទោសស្រាលហើយក្រោយ3ឆ្នាំក្រោយមកបន្ទាប់ពីលោក Toshihiko ចេញពីពន្ធនាគារអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាដោយពិតប្រាកដដែលបន្សល់ទុកនៅរឿងរ៉ាវអតីតកាលដ៏ជូរចត់ហើយក៏ចាប់ផ្ដើមជីវិតជាថ្មីជាមួយគ្នានឹងហើយអ្នកទាំងអស់គ្នាសម្រាប់ចែករឿងនេះគឺចប់តែប៉ុណ្ណេះហើយយើងឃើញថាបើទោះជាចាប់ផ្ដើមដោយគំនុំប៉ុន្តែមិនចប់ទៅដោយការអភ័យទោសហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តចំពោះរឿងក្តីមួយនេះកុំភ្លេចចុច like និង subscribe ដើម្បីតាមដាននៅភាគបន្តទៀតណាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅភាគក្រោយបាយបាយ